បាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានរឿងពីបងប្រុសម្នាក់គាត់សូមឲ្យបញ្ចេញឈ្មោះទេតែខ្ញុំសូមហៅគាត់ថាសុភីទៅចុះបងសុភីគាត់បានដំណើររឿងថារឿងនេះជារឿងពិតមួយដែលគាត់បានកើតឡើងនៅក្នុងឆ្នាំ2018ដែលគាត់ធ្វើការនៅក្នុងប្រទេសថៃបងសុភីគាត់ថាពេលបានឡើងមកថៃត្បូងគាត់អើយទៅពេលបានដល់កន្លែងធ្វើការមួយហើយរោងចក្រគេនៅក្នុងព្រៃដោយសារតែវឹកហ្នឹងបងគាត់បានរៀបរាប់ថាគេអត់មានអីទេគេឲ្យធ្វើការក្នុងព្រៃបើមិនចឹងទេគឺទៅរត់ចោះចាប់នៅប្រទេសថៃដែលយើងធ្វើការខុសច្បាប់ហ្នឹងហើយបងប្រុសបានថាម៉ោង2:10បងបានជិះពោះហើយបងបានចូលទៅក្នុងបន្ទប់ទឹកហើយបងក៏បានបើកទឹកហើយស្រាប់តែបងបានបើកទឹកហើយទឹកវាពេញបងក៏ចាប់ដើមលូកដៃទៅបិទដល់ពេលស្រាប់ឡើងបន្ទប់ទឹកបងបិទតែបន្ទប់ទឹកជាប់គ្នាមួយទៀតគឺបើកទឹកប៉ុន្តែបងបញ្ជាក់ថាក្នុងបន្ទប់ទឹកហ្នឹងអត់មានអ្នកណាចូលទេបងសុភីគាត់ភ័យឆ្លន់ស្លោខ្លាំងមែនទែនដោយសារតែគាត់ទៅមកបានមួយថ្ងៃចឹងណាដល់ពេលទៅគាត់ក៏បានចេញមកហើយគាត់ឈរនៅមុខបន្ទប់ហ្នឹងហើយគាត់សួរថាតើអ្នកណាគេហើយគាត់ក៏បានស្រែកសួរម្ដងទៀតគាត់សួរថាអ្នកណាគេហើយក៏អត់មានឮសំឡេងអ្នកណាឆ្លើយទាំងអស់អូនសុភីអត់មានចាំអីច្រើនទេអូនសុភីបិទភ្នែកដើរទៅក្នុងបន្ទប់ខ្លួនឯងដោយសារតែគាត់បានប្រាប់ខ្ញុំថាព្រឹកឡើងគាត់សួរអ្នកធ្វើការចាស់នៅនឹងគេបានប្រាប់គាត់ថានៅកន្លែងហ្នឹងមានមនុស្សស្រីពូធំចងកដល់ពេលអញ្ចឹងអូនសុភីគាត់ខ្លាចខ្លាំងមែនទែនហើយគាត់បានសរសេរប្រាប់ខ្ញុំថាកាលនោះគាត់ដេកតែម្នាក់ឯងទេអត់មានអ្នកណាដេកជាមួយគាត់ទេដោយសារតែគេអ្នកមានប្តីមានប្រពន្ធហើយដោយសារតែគាត់នៅកន្លោះដល់ពេលចាប់ស្អែកឡើងថ្ងៃទី2នៅម៉ោងដដែលទាំងអស់គ្នានៅម៉ោងដដែលគាត់បានបញ្ជាក់ថាគាត់បានឈឺពោះម្ដងទៀតគាត់បានចូលបន្ទប់ទឹកដដែលចាប់ផ្ដើមទឹកអស់ដោយកាលពីម្សិលមិញគាត់ក៏បានលូកដៃទៅបើកដល់ពេលទឹកពេញគាត់ចាប់ផ្ដើមបិទដល់ពេលបន្ទប់ទឹកមួយទៀតវាបើកទឹកបងសុភីក៏ថាគាត់ស្រែកសួរថាតើមានអ្នកណានៅក្នុងបន្ទប់ទឹកនេះអត់បើមានជួយឆ្លើយផងហើយអត់មានអ្នកណាឆ្លើយទេគាត់បានស្រែកសួរម្ដងទៀតថាតើនៅក្នុងបន្ទប់ទឹកនេះមានមនុស្សនៅអត់ក៏អត់មានអ្នកណាឆ្លើយបងសុភីគាត់គិតថាប្រហែលជាដូចម្សិលមិញហើយតាំងពីខ្មោចស្រីនឹងចងកភ្លាមនៅកន្លែងធ្វើការនឹងមានរឿងរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងបងសុភីថាគាត់ធ្វើការនៅនឹងតាំងពី2018រហូតមកដល់2025នៅតែមានរឿងរហូតតតែគេសែនមនសែនទាបានស្ងប់ស្ងាត់ទៅរាល់ថ្ងៃហ្នឹងទៅហើយរឿងហ្នឹងមានតែប៉ុណ្្នឹងទេបាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានរឿងពីបងប្រុសម្នាក់គាត់សូមឲ្យបញ្ចេញឈ្មោះទេតែខ្ញុំសូមហៅគាត់ថាសុភីទៅចុះបងសុភីគាត់បានដំណើររឿងថារឿងនេះជារឿងពិតមួយដែលគាត់បានកើតឡើងនៅក្នុងឆ្នាំ2018ដែលគាត់ធ្វើការនៅខាងប្រទេសថៃបងសុភីគាត់ថាពេលបានឡើងមកថៃត្បូងគាត់អើយទៅពេលបានមកដល់កន្លែងធ្វើការមួយហើយរោងចក្រគេនឹងនៅក្នុងព្រៃដោយសារតែវឹកហ្នឹងបងគាត់បានរៀបរាប់ថាគេអត់មានអីទេគេឲ្យធ្វើការនៅក្នុងព្រៃបើមិនចឹងទេគឺទៅរត់ចោះចាប់នៅប្រទេសថៃដែលយើងធ្វើការខុសច្បាប់ហ្នឹងហើយបងប្រុសបានថាម៉ោង2:10បងបានជិះពោះហើយបងបានចូលទៅក្នុងបន្ទប់ទឹកហើយបងក៏បានបើកទឹកហើយស្រាប់តែបងបានបើកទឹកហើយទឹកវាពេញបងក៏ចាប់ដើមលូកដៃទៅបិទដល់ពេលស្រាប់ឡើងបន្ទប់ទឹកបងបិទតែបន្ទប់ទឹកជាប់គ្នាមួយទៀតគឺបើកទឹកប៉ុន្តែបងបញ្ជាក់ថាក្នុងបន្ទប់ទឹកហ្នឹងអត់មានអ្នកណាចូលទេបងសុភីគាត់ភ័យឆ្លន់ស្លោខ្លាំងមែនទែនដោយសារតែគាត់ទៅមកបានមួយថ្ងៃចឹងណាដល់ពេលទៅគាត់ក៏បានចេញមកហើយគាត់ឈរនៅមុខបន្ទប់ហ្នឹងហ
ហើយគាត់សួរថាតើអ្នកណាគេហើយគាត់ក៏បានស្រែកសួរម្ដងទៀតគាត់សួរថាអ្នកណាគេហើយក៏អត់មានឮសំឡេងអ្នកណាឆ្លើយទាំងអស់ប្អូនសុភីអត់មានចាំអីច្រើនទេប្អូនសុភីបិទភ្នែកដើរទៅក្នុងបន្ទប់ខ្លួនឯងដោយសារតែគាត់បានប្រាប់ខ្ញុំថាព្រឹកឡើងគាត់សួរអ្នកធ្វើការចាស់នោះនឹងគាត់បានប្រាប់គាត់ថានៅកន្លែងហ្នឹងមានមនុស្សស្រីទូធំចងកដល់ពេលអញ្ចឹងប្អូនសុភីគាត់ខ្លាចមែនទែនហើយគាត់បានសរសេរប្រាប់ខ្ញុំថាកាលនោះគាត់ដេកតែម្នាក់ឯងទេអត់មានអ្នកណាដេកជាមួយគាត់ទេដោយសារតែគេអ្នកមានប្តីមួយប្រពន្ធហើយដោយសារតែគាត់នៅកន្លោះដល់ពេលចាប់ស្អែកឡើងថ្ងៃទី2នៅម៉ោងដដែលទាំងអស់គ្នានៅម៉ោងដដែលគាត់បានបញ្ជាក់ថាគាត់បានឈឺពោះម្ដងទៀតគាត់បានចូលបន្ទប់ទឹកដដែលចាប់ផ្ដើមទឹកអស់ដោយកាលពីម្សិលមិញគាត់ក៏បានលូកដៃទៅបើកដល់ពេលទឹកពេញគាត់ចាប់ផ្ដើមបិទដល់ពេលបន្ទប់ទឹកមួយទៀតវាបើកទឹកបងសុភីគាត់ថាគាត់ស្រែកសួរថាតើមានអ្នកណានៅក្នុងបន្ទប់ទឹកនេះអត់បើមានជួយឆ្លើយផងហើយអត់មានអ្នកណាឆ្លើយទេគាត់បានស្រែកសួរម្ដងទៀតថាតើនៅក្នុងបន្ទប់ទឹកនេះមានមនុស្សនៅអត់ក៏អត់មានអ្នកណាឆ្លើយបងសុភីគាត់គិតថាប្រហែលជាដូចម្សិលមិញហើយតាំងពីខ្មោចស្រីនឹងចងកភ្លាមនៅកន្លែងធ្វើការនឹងមានរឿងរហូតមកដល់សប្តាហ៍ហ្នឹងបងសុភីថាគាត់ធ្វើការនៅនឹងតាំងពី2018រហូតមកដល់2025នៅតែមានរឿងរហូតតតែគេសែនមនសែនទា